មុនកូនមានអាយុ3ឆ្នាំកុំព្យាយាមឆ្លុះប្រកែកឬវែកញែករកខុសត្រូវជាមួយកូនតូចរបស់អ្នកអីកាលណាអ្នកកាន់តែពន្យល់ពួកគេកាន់តែរឹងរូសក្មេងតូចៗមិនរៀនតាមរយៈពាក្យសម្ដីនោះទេប៉ុន្តែពួកគេរៀនតាមរយៈការសង្កេតបើកូនរបស់អ្នកបោះចោលរបស់លេងកុំស្រែកកំហុសដាក់គេគ្រាន់តែរើសវាឡើងរួចដាក់ចូលក្នុងប្រអប់វិញថ្នមៗហើយនិយាយថាឡានតូចដល់ពេលចូលគេងក្នុងផ្ទះវិញហើយមិនយូរទេពួកគេនឹងធ្វើតាមបើការញ៉ាំបាយបង្កជាភាពតានតឹងឈប់អង្វរពួកគេឲ្យញ៉ាំទៅអង្គុយចុះជាមួយគ្នារួចញ៉ាំអាហាររបស់អ្នកដោយក្តីរីករាយនិងកុំលេងទូរស័ព្ទនៅពេលដែលពួកគេឃើញអ្នកញ៉ាំអាហារដោយឆ្ងាញ់មាត់ពួកគេនឹងចូលរួមដោយខ្លួនឯងបើក្មេងលេងរាយប៉ាយពេញផ្ទះកុំបង្ខំឲ្យគេរៀបចំចូលចាប់ផ្ដើមរើសវាឡើងម្ដងហើយប្រាប់ឈ្មោះរបស់ពួកវានោះពួកគេនឹងចូលមកជួយអ្នកដូចជាកំពុងលេងហ្គេមកំសាន្តអញ្ចឹងបើពួកគេអៀនខ្មាស់កុំបង្ខំឲ្យគេលើកដៃសំពះអ្នកណាអីចូលអ្នកធ្វើជាអ្នកចាប់ផ្ដើមមុនដោយស្នាមញញឹមដ៏កក់ក្ដៅនោះពួកគេនឹងធ្វើតាមអ្នកនៅពេលដែលពួកគេមានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់ក្មេងអាយុក្រោម3ឆ្នាំមិនមែនរៀនតាមរយៈការស្ដាប់ឡើយប៉ុន្តែពួកគេរៀនតាមរយៈការមើលចូលធ្វើជាគំរូកុំធ្វើជាគ្រូសម្រាប់ពួកគេនៅអាយុប៉ុណ្ណេះ